សួស្តីបងប្អូនចាថ្ងៃនេះខ្ញុំចង់និយាយរឿងសេតបងប្អូនអើយសេតខ្ញុំមានសេតក្នុងគ្រួសារទេបងប្អូនមើលហើយតាមើលហើយបងប្អូនមើលហើយអ្នកដែលចូលចិត្តមើលងាយខ្ញុំចង់និយាយចេះបងប្អូនណាដែលអូកាត់វីដេអូខ្ញុំកុំទឿនអូរំលួងបងប្អូនចាំមើលសាន់ខ្ញុំអត់ចូលចិត្តរបស់អ្នកដតីហើយក៏មិនចូលចិត្តត្រឹបអ្នកដតីបងប្អូនមិនថាមនុស្សមិនថាត្រឹបរបស់អ្នកដតីចង់ប្រាប់បងប្អូនចេះអ្នកខ្លះចូលចិត្តមើលងាយថាគ្រួសារគីអន់គ្រួសារគីថោកទាបបងប្អូនខ្ញុំចង់និយាយថាគិតខុសហើយបងប្អូនគ្រួសារគីមិនល្អមានបើសិនថាគីគិតថាគ្រួសារគីមិនល្អត្រឹបគីមិនល្អគីបោះបង់វត្តចោលបងប្អូនគេមានរួមរស់នៅជាមួយគ្នាទោះបីអត់ស៊ីអត់ឃ្លានក៏នៅរស់ជាមួយគ្នាចង់និយាយប្រាប់បងប្អូនអ្នកដែលចូលចិត្តហើយមើលស្រាលមកលើរូបខ្ញុំតាមពិតមនុស្សខ្ញុំចូលចិត្តអភ័យទោសអោយគីណាស់បងប្អូនអើយខ្ញុំអត់ដែលនិយាយរឿងត្រាម៉ាខ្ញុំមនុស្សខ្ញុំមិនងាយខឹងគីទេបងប្អូនបើថាប្តីខ្ញុំអីណាកូនខ្ញុំប្តីខ្ញុំអីខ្ញុំដូចថាខ្ញុំចង់ជីចង់អីយ៉ាងម៉េចក៏បានដែរបងប្អូនបើថាសម្រាប់រឿងនេះដល់តីនេះឯងកុំតែដល់ជឿនក្បាលខ្ញុំប៉ុន្តែរឿងវាច្រើនលើកច្រើនសារខ្ញុំក៏និយាយឲ្យចេញពីចិត្តខ្ញុំអត់លាកទុកក្នុងចិត្តទេបងប្អូនជួយពិចារណាមើលទាំងអស់គ្នាគីគិតថាខ្ញុំមិនចេះខឹងខ្ញុំមិនចេះហើយសើចខ្ញុំមិនចេះយំខ្ញុំចេះដូចតែគ្នាទេបងប្អូនច្រឡំហើយមើលខ្ញុំស្រាលពេកហើយបងប្អូននេះចេះដឹងរឿងអីប្រហែលខ្ញុំក៏ចេះដឹងដូចគ្នាដែរបងប្អូនចង់និយាយថាប្តីខ្ញុំគ្រួសារខ្ញុំកូនខ្ញុំទោះបីទីនេះមើលមកថាមិនល្អទេខ្ញុំគិតថាគ្រួសារខ្ញុំមិនបោះបង់ចោលគ្នាទោះមានរឿងរ៉ាវតិចតួចជាមួយគ្នាអភ័យទោសឲ្យគ្នាបានខ្ញុំគិតថាគ្រួសារខ្ញុំអាចតស៊ូជាមួយគ្នាបានបងប្អូនបើមនុស្សរត់ចោលគ្នាគេមានហៅថាគ្រួសារទេបងប្អូនខ្ញុំចង់និយាយចេះនេះដែលមើលងាយខ្ញុំមើលវីដេអូខ្ញុំហើយពិចារណាផងចាមនុស្សខ្ញុំអត់ចូលចិត្តត្រេកអរនឹងទ្រព្យសម្បត្តិអ្នកដតីចង់និយាយប្រាប់បងប្អូនខ្ញុំនិយាយចេះដូចថាខ្ញុំមិនមានរឿងអីខ្ញុំមិនមានរឿងអីដែលត្រូវដូចថាខឹងហើយនេះទេបងប្អូនប៉ុន្តែមានហើយខ្ញុំគិតថាយូរណាស់មកហើយខ្ញុំគួរទេបញ្ចេញម្ដងបងប្អូនខ្ញុំបញ្ចេញដើម្បីធូរទ្រូងខ្ញុំទេខ្ញុំមិនបញ្ចេញឲ្យអ្នកណាទេគ្រាន់តែថាខ្ញុំចង់បកស្រាយកូនខ្ញុំគ្រួសារខ្ញុំនេះមើលមកថាមិនល្អទេខ្ញុំគ្រួសារខ្ញុំរស់នៅជាមួយគ្នារហូតដល់មានកូនមានចៅហើយមើលសក់ក្បាលនេះមើលសក់ក្បាលមើលឲ្យហើយទៅសក់ក្បាលសប៉ុណ្ណេះហើយគិតមើលទៅនេះឯងមើលមកថាប្តីខ្ញុំអាក្រក់តែបើខ្ញុំទោះបីប្តីខ្ញុំអាក្រក់ប៉ុណ្ណាក៏នៅតែប្តីខ្ញុំគ្រួសារខ្ញុំកូនខ្ញុំចាគិតមកទៅថាអើយអត់សំណាងអីអញ្ចឹងចុះច្រឡំមើលហើយខ្ញុំពេញចិត្តនឹងគ្រួសារខ្ញុំមួយនេះណាស់ទោះបីទីកន្លងមកខ្ញុំធ្លាប់មានមិត្តមានកគ្រួសារខ្ញុំមនុស្សណាមិនមានរឿងបងប្អូន